ពុទ្ធសាសនានេះមានអាយុកាលយូរយារណាស់មកហើយយើងទាំងអស់គ្នាបានដឹងឯងបងប្អូនពុទ្ធសាសនាយើងអាយុកាលប្រមាណហើយយើងដោយច្រើនដឹងថាគ្រិស្តសករាជឆ្នាំ2025ប៉ុន្តែសួរពុទ្ធសករាជមែនទេដឹងប្រមាណទេមិនសូវអត់ច្បាស់ប្រមាណទាំងអស់គ្នាដឹងទេ2568មកហើយរាប់រយចូលពាន់ឆ្នាំ2000ផ្លាយឆ្នាំជាងហើយបើជាស្ថាប័នធម្មតាសាសនាធម្មតាអាចនឹងរលាយរលត់ទៅវិញប៉ុន្តែពុទ្ធសាសនាគឺនៅបន្តរីកថ្កុំថ្កើងមិនត្រឹមតែក្នុងប្រទេសកម្ពុជារបស់យើងទេទូទាំងពិភពលោកពុទ្ធសាសនាដែលមានអ្នកគោរពបប្រតិបត្តិទូទាំងពិភពលោកនេះតាមស្ថិតិបច្ចុប្បន្នមានជាង500លានអ្នកជាង500លានអ្នកលើពិភពលោកនេះជាអ្វីដែលគួរជាទីមោទនៈសម្រាប់ប្រជាពលរដ្ឋកម្ពុជាផងដែរក្នុងនាមជាអ្នកកាន់ពុទ្ធសាសនាអាត្មាចង់បញ្ជាក់ថារឿងអាយុកាលនិងការតាំងនៅនៃពុទ្ធសាសនាលើពិភពលោកនេះមិនមែនជារឿងចៃដន្យទេគឺមានលក្ខណៈពិសេសដែលពិភពលោកគេទទួលស្គាល់ហើយវាមានគុណតម្លៃសម្រាប់មនុស្សជាតិពោលគឺព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធបានទៅជាមាគ៌ានៅក្នុងកិច្ចបដិបត្តិក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សជាតិទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនសុភមង្គលហើយនឹងការទទួលបាននៅការឲ្យតម្លៃអំពីបញ្ញវន្តអ្នកវិទ្យាសាស្ត្រអ្នកប្រាជ្ញគ្រប់ផ្នែកទាំងអស់ក្នុងនោះអាត្មាភាពសូមរំលេចអំពីការយល់ឃើញរបស់អ្នកវិទ្យាសាស្ត្រដែលអ្នកទាំងអស់គ្នាក៏ប្រហែលជាស្គាល់ហើយគឺលោក Albert Einstein លោក Albert Einstein គឺជាបិតាវិទ្យាសាស្ត្រកូនទាំងអស់គ្នាអ្នកសិក្សារៀនសូត្រច្បាស់លាស់ហើយគាត់មិនមែនជាពុទ្ធបរិស័ទទេ He said I'm not a religious or Buddhist if I'm a religious people I will be a Buddhist គាត់មិនមែនជាបរិស័ទសាសនាណាមួយទេប៉ុន្តែបើសិនណាបើគាត់ជាអ្នកគោរពសាសនាវិញគាត់នឹងជាពុទ្ធហើយប៉ុន្តែគាត់បានឲ្យតម្លៃទៅលើពុទ្ធសាសនាខ្លាំងមែនទែនណាអាត្មាសូមអាន quote ដែលមាននៅក្នុងសភៅនោះឈ្មោះថា Buddhism in the Eye of Intellectual យើងមិនដឹងថានៅស្រុកយើងនឹងមានលោកអត់ទេសភៅហ្នឹងហ្នឹងហើយឬក៏សួរ Google ទៅបានណាហ្នឹងហើយដាក់ថា Buddhism in the Eyes of Intellectual ពុទ្ធសាសនាក្នុងក្រសែភ្នែកនៃអ្នកប្រាជ្ញពិភពលោកក្នុងនោះគេសម្រង់ការយល់ឃើញពីពុទ្ធសាសនារបស់អ្នកប្រាជ្ញច្រើនណាស់ប៉ុន្តែអាត្មាចង់លើកតែអ្នកប្រាជ្ញមួយរូបដែលស្គាល់ទាំងអស់គ្នាល្បីទូទាំងពិភពលោកណាគឺ Albert Einstein ហើយអាត្មាសូមអានខ្លឹមសារទាំងស្រុងខ្លីទេ The religion of the future will be a cosmic religion. It should transcend a personal God, avoiding dogmas and theology, covering both the natural and spiritual as a meaningful unity. Buddhism answer all this description នេះជាអ្វីដែលជាការឲ្យតម្លៃទៅលើពុទ្ធសាសនារបស់អ្នកប្រាជ្ញបិតាវិទ្យាសាស្ត្រណាបើយើងអាចស្ដាប់យល់ដោយច្រើនយើងយល់ហើយណាពុទ្ធសាសនាទៅអនាគតគឺជាសាសនាដែលមានហេតុផលហ្នឹងហើយជាសាសនាបែបធម្មជាតិណាដែលវាគ្របដណ្ដប់ទៅលើស្មារតីហើយនឹងភាពសាមគ្គីរបស់មនុស្សជាតិគឺថានោះហើយជាសាសនាអនាគតហើយសាសនាដែលអាចដើម្បីឆ្លើយទៅនឹងការពិពណ៌នានេះបានគឺមានតែព្រះពុទ្ធសាសនាទេនេះណាដែលយើងរាល់ថ្ងៃពេលខ្លះយើងមោទនភាពនឹងដូនតាយើងហើយពេលខ្លះអូម៉ែអូអញទៅវត្តអីចុះខ្លួនអញយ៉ាងម៉េចទៅនេះយើងពេលខ្លះអត់បានដឹងថាពុទ្ធសាសនាមានតម្លៃមហាសាលសម្រាប់មនុស្សជាតិហើយថ្មីនេះនៅអង្គការសហជីវជាតិបានទទួលស្គាល់ព្រះពុទ្ធសាសនារបស់យើងណាជាសាសនាដែលនាំមកនូវសុខសន្តិភាពដល់ពិភពលោកជារៀងរាល់ឆ្នាំនៅអង្គការសហជីវជាតិលំទាវហើយដំគឺនៅទីស្នាក់ការផ្ទាល់គឺមានការប្រារព្ធវិសាខបូជាគេហៅថា UN Vesak Day ហើយសម្រាប់ខ្ញុំកណ្ដាលអាត្មាភាពផ្ទាល់ជាកិត្តិយសផងដែរគឺបាននិមន្តទៅជារៀងរាល់ឆ្នាំចង់10ឆ្នាំជាប់គ្នាហើយនៅបារីញូយ៉កទីស្នាក់ការ
ទីស្នាក់ការកណ្ដាលរបស់ UN តែម្ដងហើយក្រៅពីនោះប្រទេសកាន់ពុទ្ធសាសនាជាច្រើនក៏ប្រារព្ធថ្ងៃវិសាខបូជាគឺហៅថា UN វិសាខបូជាហេតុអីក៏អង្គការសហប្រជាជាតិគេទទួលស្គាល់ពុទ្ធសាសនាជាសាសនាសន្តិភាពហើយគេទទួលស្គាល់ថាជា UN វិសាខ Day ជាថ្ងៃឈប់សម្រាកទូទាំងសកលលោកព្រោះដោយសារមេរៀនពុទ្ធសាសនាគឺផ្ដល់នៅសុខសន្តិភាពទៅដល់មនុស្សជាតិគេឲ្យតម្លៃមែនទេណាហើយគោលការណ៍គ្រឹះក្នុងពុទ្ធសាសនាគឺសិលសមាធិបញ្ញាណាដែលជាមជ្ឈិមបដិបទាផ្លូវកណ្ដាលបានន័យថាយើងត្រូវប្រព្រឹត្តឲ្យបានទៅជាប្រយោជន៍មិនធ្វើឲ្យគេហៅថាលំបាកពេកហើយធូរពេកទេគឺថ្លឹងជាផ្លូវកណ្ដាលដោយសិលដោយសមាធិដោយបញ្ញាណាហ្នឹងហើយគឺប្រសើរណាស់ដើម្បីនាំមកនៅសុខសន្តិភាពឲ្យខ្លួនឯងផងដល់សង្គមជាតិផងហើយនៅក្នុងអង្គការសហប្រជាជាតិមានគេហៅថា Universal Declaration បានន័យថាសេចក្តីថ្លែងការណ៍ជាសកលក៏មានការអនុម័តនៅសេចក្តីថ្លែងការណ៍នឹងយកតាមលំអាននៃពុទ្ធសាសនាគឺសិល5នោះឯងដែលចែងអំពីសិទ្ធិនៃការរស់រានមានជីវិតរបស់មនុស្សទូទៅអីហើយពុទ្ធសាសនាយើងគឺមានសិលនោះសិលទី1បាណាតិបាតាវេរមណីសិក្ខាបទាំងសមាទិយាមីអីឃើញទេគឺបានន័យថាផ្ដល់សិទ្ធិសេរីភាពទៅដល់មនុស្សម្នាទូទៅដោយការមិនបៀតបៀនគ្នាធ្វើទុកបុកម្នេញគ្នាទេមានមេត្តាគ្នាអត់មានហិង្សាគ្នាទេហើយមិនត្រឹមតែឲ្យតម្លៃទៅលើអាយុជីវិតរបស់មនុស្សទូទៅឯងសំបីតែសត្វណាសត្វតូចសត្វធំអីយ៉ាងម៉េចយ៉ាងម៉ាក៏សិលនៅក្នុងសិលទី1ហ្នឹងมันប៉ះពាល់ទៅដែរអញ្ចឹងនៅក្នុង Universal Declaration របស់ United Nations អង្គការសហប្រជាជាតិសេចក្តីថ្លែងការណ៍ជាសកលហ្នឹងក៏មានចែងនៅក្នុងសិទ្ធិហ្នឹងផងដែរនេះជាតម្លៃនៃពុទ្ធសាសនាដែលមានវិសាលភាពហើយមានគុណប្រយោជន៍ធំធេងសម្រាប់មនុស្សជាតិផ្នែកពុទ្ធិក្តីផ្នែកសិលធម៌ក្តីផ្នែកការអប់រំក្តីជាសុខដុមនីយកម្មសាសនាងាកមកប្រទេសកម្ពុជារបស់យើងវិញកូនទាំងអស់គ្នាយើងដឹងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋពុទ្ធសាសនាជាសាសនារបស់រដ្ឋដែលមានចែងនៅក្នុងជំពូកទី3មាត្រាទី43នៃច្បាប់រដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាចែងយ៉ាងច្បាស់អញ្ចឹងណានេះជាការឲ្យតម្លៃទៅដល់ពុទ្ធសាសនារបស់យើងហើយការដែលទទួលស្គាល់ថាជាសាសនារបស់រដ្ឋនេះមិនមែនជារឿងចៃដន្យទេបានន័យថាពុទ្ធសាសនានឹងបានដើរតួនាទីសំខាន់មែនទេណាតកតងទៅនឹងការផ្ដល់នូវចំណេះដឹងតកតងទៅនឹងវប្បធម៌ប្រពៃណីហើយយើងទាំងអស់គ្នាក៏ប្រហែលជាបានដឹងហើយថាពុទ្ធសាសនាហើយនឹងជីវិតរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយើងតាំងពីកើតរហូតដល់ស្លាប់ហ្នឹងគឺផ្សារភ្ជាប់ទៅនឹងពុទ្ធសាសនានឹងឯងណាយើងមានពិធីតូចធំអីហ្នឹងគឺពុទ្ធសាសនាយើងចូលរួមចំណែកអប់រំហើយបានคล้ายទៅជាប្រពៃណីបុណ្យតូចបុណ្យធំហ្នឹងហើយយើងអីគេរៀបការក៏យើងមន្តប្រសង់ទៅចូលរួមឲ្យពួរឲ្យជ័យបុណ្យទានអីរហូតចុងក្រោយបុណ្យខ្មោច